ដល់ហើយនំកូននំចៅចូលមកចាក់ថ្នាំពូមីងអ្នកភូមិស្រីប្រុសគ្រូពេទ្យស្រស់ស្អាតតែកំពុងឈរចាំអ្នកពូមីងអ្នកភូមិស្រីប្រុសគ្រូពេទ្យស្រស់ស្អាតតែកំពុងឈរចាំអន់ហើយដើម្បីស្កាត់ឆឹងចឹងហើយដើម្បីស្កាត់ឆឹងចឹងហើយដើម្បីស្កាត់ឆឹងចឹងអូយស្កាត់ឆឹងអើយព្រឺក្បាលណាស់លោកអើយចុងជើងតិចជាតិស្រេមអើយមកមានស្អីមកខ្ញុំរត់ពុនគេហើយសួស្ដីបងប្អូនអ្នកភូមិលោកមីងលោកតាលោកយាយខ្ញុំមកពីឆ្ងាយគឺជាគ្រូពេទ្យគ្មានព្រំដែនពេលចូលដល់ភូមិក្នុងចិត្តពួកខ្ញុំចម្លែកមែនតែនហេតុអីក្នុងភូមិក៏ស្ងាត់ម្ល៉េះមែនហើយពួកយើងមកចើបងជុកមានឆ្ងល់អត់ភូមិប៉ុនណាណៃមានតែពួកយើង5នាក់គត់តាំងប៉ោងគ្នាព្រៃមើលចុះលេតាមចេញមករហូតតើយើងស្រែកហើយក្រែងពួកគេលឺគេនាំគ្នាមកបាត់មនុស្សទៅណាតើបាត់អ្នកភូមិទៅណាតើមនុស្សទៅណាតើបាត់អ្នកភូមិទៅណាចំឡាយអស់ចាអីយ៉ាចំឡាយអស់ចាបាត់មនុស្សទៅណាតើបាត់អ្នកភូមិទៅណាភូមិខ្ញុំវាលុយអស់ចាអ្នកណាក៏បាក់សក់ដែរភូមិខ្ញុំវាលុយអស់ចាអ្នកណាក៏បាក់សក់ដែរភូមិខ្ញុំវាលុយអស់ចាអ្នកណាក៏បាក់សក់ដែរភូមិខ្ញុំវាលុយអស់ចាអ្នកណាចូលមកក៏បាក់សក់ដែរឯងចូលឯងងំឯងចាំមើលឯងមកឡោងក្រុមគ្រូពេទ្យពួកខ្ញុំគឺជាគ្រូពេទ្យសង្គ្រោះអ្នកក្រដល់ខែបើកអង្គឲ្យថែមត្រីខអពីកំប៉ុងតើវាមានរឿងអីពួកខ្ញុំឆ្ងល់ណាស់សម្រាប់ឲ្យត្រង់ហើយអ្វីក៏ពូស្ងាត់ជាងបើពួកឯងនឹងជាក្រាក់ខ្ញុំផងចំកុំនិយាយបំភ័យខ្ញុំខ្ញុំមួយនាងបានខ្លាចទៅជាភូមិអត់មនុស្សបាត់ខ្លួនទាំងអង្គអ្នកភូមិក្មេងចាស់ទាំងប្រុសស្រីភូមិនាងមានរឿងហេតុការណ៍កើតឡើងរៀងរាល់ថ្ងៃអ្នកភូមិប្រុសស្រីបើចង់ជួបក៏ដែរយំរឿងហ្នឹងគឺវាអញ្ចឹងបើលឺបើដឹងក៏មន់អីយើងនៅឲ្យស្ងាត់សំរើអារម្មណ៍និងស្មារតីមែនហើយយើងឆាប់នាំគ្នាចេញទៅទាន់នៅថ្ងៃបោះហួសដល់យប់ពួកយើងទាំងអស់ច្បាស់ជាខ្សែបាត់មនុស្សទៅណាតើបាត់អ្នកភូមិទៅណាតើមនុស្សទៅណាតើបាត់អ្នកភូមិទៅណាចំឡាយអស់ចាអីយ៉ាចំឡាយអស់ចាបាត់មនុស្សទៅណាតើបាត់អ្នកភូមិទៅណាភូមិខ្ញុំវាលុយអស់ចាអ្នកណាក៏បាក់សក់ដែរភូមិខ្ញុំវាលុយអស់ចាអ្នកណាក៏បាក់សក់ដែរភូមិខ្ញុំវាលុយអស់ចាអ្នកណាក៏បាក់សក់ដែរភូមិខ្ញុំវាលុយអស់ចាអ្នកណាចូលមកក៏បាក់សក់ដែរឯងចូលឯងងំឯងចាំមើលឯងមកឡោងភូមិអត់មនុស្សចាប់បញ្ចាំងពីថ្ងៃទី3ខែតុលាឆ្នាំ2015នឹងរោងភាពយន្តលុចរាជធានីភ្នំពេញនៅរោងភាពយន្តបារាយអណ្ដែតខេត្តសៀមរាបចាប់បញ្ចាំងពីថ្ងៃទី5ខែតុលាឆ្នាំ2015នៅរោងភាពយន្ត Platinum Cineplex រោងភាពយន្ត Major និងរោងភាពយន្ត Legend ទាំង3សាខានៃរាជធានីភ្នំពេញនេះពូនដឹកនាំរឿងដល់លោកឌៀបសុវណ្ណារា